វិលត្រឡប់នៅក្នុងឆ្នាំ1998គឺ4ឆ្នាំក្រោយពេលដែល FAR សិល្បៈធ្វើការបង្កើតឡើងគឺយើងសង្កេតឃើញថាសិស្សានុសិស្សបើយើងនិយាយមែនទែនសិស្សានុសិស្សទាំងអស់ដែលមករៀនផ្នែកសិល្បៈសូនរូបឬក៏យើងនិយាយថាផ្នែកគំនូរនោះគឺមិនមែនសុទ្ធតែជាអ្នកដែលអាចនឹងអង្គុយស្ងៀមអាចនឹងអង្គុយផ្ចង់អារម្មណ៍នៅក្នុងការគូរទៅលើគំនូររបស់ខ្លួនទេគឺម្នាក់សិតតែមានភាពរហ័សរហួនសិតតែមានភាពស្វាហាប់ផ្សេងគ្នាចឹងហើយពេលដែលយើងសង្កេតឃើញថាភាពស្វាហាប់របស់ពួកគាត់នៅពេលដែលគាត់មានការមានពេលសម្រាប់មានអីនោះគាត់ឃើញថាគាត់ចូលចិត្តឡើងនាំឈើគាត់ចូលចិត្តអីផ្សេងអញ្ចឹងយើងក៏ចាប់ផ្ដើមបង្កើតឲ្យមានសកម្មភាពមួយទៀតដែលហៅថាសកម្មភាពសៀក In the heart of Cambodia, the Phar Phunlub Selpak School is a beacon of hope. It attracts youth from vulnerable and underprivileged backgrounds, offering them a path forward not through charity but through art. Here, students immerse themselves in music, visual arts, theatre and one of its most dynamic pillars, circus. យើងជាគ្រូយើងត្រូវមិនត្រឹមតែបង្រៀនទៅលើសិល្បៈជំនាញទេយើងបង្រៀនអំពីសុជីវធម៌សិលធម៌ក៏ដូចជាការអប់រំរៀងបំណិនជីវិតឲ្យគាត់យល់អំពីថាធ្វើយ៉ាងម៉េចទៅខ្លាចទៅជាសិស្សល្អសិល្បករល្អដែលអាចគេទទួលស្គាល់នៅឆាកអន្តរជាតិក៏ដូចជាទូទាំងពិភពលោកអ្វីដែលយើងបានបង្រៀនដល់ពួកគាត់គឺទី1ឲ្យគាត់មានឆន្ទៈក្នុងការចូលរួមជាមួយនឹងសិល្បៈដូចជាខ្ញុំបានធ្វើសប្តាហ៍ថ្ងៃនេះការបង្រៀនផ្នែកសៀកអញ្ចឹងសៀកសំខាន់តកតងនឹងស្មារតីអារម្មណ៍និងកាយសម្បទាបញ្ហាប្រឈមសប្តាហ៍ថ្ងៃនេះគឺដោយសារយើងបានធ្វើការជាមួយក្មេងដែលគាត់ងាយនឹងរងគ្រោះហើយក៏មានស្ថានភាពក្រីក្រច្រើនដូច្នេះហើយអ្វីដែលយើងបានធ្វើរាល់ថ្ងៃគឺយើងបានជួបបញ្ហាទី1តកតងនឹងវិន័យរបស់ពួកគាត់ដោយសារគាត់ជាក្មេងដែលក្រីក្រលំបាកហើយមកពីគ្រួសារដែលខ្វះការអប់រំច្រើន At Phar Phunlub Selpak, circus is more than a performance. It's a discipline that builds confidence, a craft that builds a future, and a vibrant thread in the fabric of a community rebuilding itself through art. ខ្ញុំគិតថាខ្ញុំអាចយកជំនាញសៀកព្រោះអីខ្ញុំមានដង់ក្នុងហ្នឹងខ្ញុំអាចចាប់បានជំនាញច្រើនដូចជាឌីយ៉ាប៉ូឡូត្រេះរងជ័យត្រេះបាល់លេងភ្លើងលេងអីលេងបានច្រើនបើខ្ញុំយកជំនាញផ្សេងខ្ញុំតែរួចទេដោយសារតែខ្ញុំចាប់ទុកថាសៀកគឺខ្ញុំអាចផ្លាស់ប្ដូរជីវិតបាន ហេតុអីបានវាជាសកម្មភាពមួយដែលសំខាន់ដោយសារទី1គឺសៀកចាប់ផ្ដើមបង្ហាញអំពីសក្តានុពលរបស់ខ្លួនសម្រាប់ជាតំណាងរបស់ស្រុកខ្មែរហើយអាចពំនាំយកនៅចំណូលមួយចំនួនមកសម្រាប់គ្រប់គ្រងនៅសកម្មភាពរបស់ FAR ទាំងមូលនេះហើយគឺជាកត្តាមួយដែលជំរុញឲ្យសកម្មភាពសៀកនោះមានសក្តានុពលខ្លាំងហើយអាចជាផ្នែកមួយក្នុងការធ្វើឲ្យ FAR ហ្នឹងមានការរស់រានមានជីវិតរហូតដល់ពេលបច្ចុប្បន្នដែរពេលដែលគាត់មានជំនាញអីគ្រប់គ្រាន់គាត់មានលទ្ធភាពក្នុងការធ្វើការសម្ដែងដើម្បីរកចំណូលគ្រប់គ្រងគ្រួសារអញ្ចឹងយើងឃើញថាពេលដែលគាត់បានចូលរួមជាមួយនឹងសៀកអញ្ចឹងយុវជនឬក៏កុមារទាំងអស់ហ្នឹងគាត់មានការបម្រែបម្រួលទៅលើជីវភាពរបស់គាត់ទៅលើអាកប្បកិរិយារបស់គាត់ទៅលើការប្រស័យតាក់ទងរបស់គាត់